លោកឧត្តមសេនីយ៍តូឡៅមីងហួតនិងភរិយាដឹកនាំក្រុមគ្រួសារនាំយកទេយ្យទានទេយ្យវត្ថុទានព្រះវស្សានិងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន4នៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី2ខែសីហាឆ្នាំ2026លោកឧត្តមសេនីយ៍តូឡៅមីងហួតនិងភរិយាព្រមទាំងបុត្រាបុត្រីម្ដាយក្មេកម្ដាយបង្កើតនិងសាច់ញាតិបានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុទានព្រះវស្សាបច្ច័យនិងគ្រឿងឧបភោគបរិភោគជាច្រើនប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តចំនួន4នៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់រួមមានវត្តកបិលមហាព្រំហៅវត្តក្បាលត្រាចវត្តនាគគួចពីដើមហៅអាស្រមនាគគួចវត្តជ័យឫស្សីហៅវត្តធម្មពូនិងវត្តសម្ដេចយុហៅវត្តសម្ដេចសេរីយ៉ាសាការប្រគេនទេយ្យទាននៅក្នុងឱកាសបុណ្យចូលព្រះវស្សានេះគឺជាការសម្ដែងនូវសទ្ធាជ្រះថ្លាដ៏មុតមាំរបស់លោកឧត្តមសេនីយ៍តូឡៅមីងហួតនិងក្រុមគ្រួសារចំពោះព្រះពុទ្ធសាសនាព្រមទាំងរួមចំណែកទំនុកបម្រុងព្រះសង្ឃដែលកំពុងគង់សិក្សាព្រះធម៌វិន័យនិងបំពេញពុទ្ធកិច្ចនៅក្នុងកំឡុងពេលចូលព្រះវស្សាស្របតាមទំនៀមទម្លាប់និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជនខ្មែរជាច្រើនឆ្នាំកន្លងមកលោកឧត្តមសេនីយ៍តូឡៅមីងហួតតែងតែចាត់ទុកការលើកស្ទួយព្រះពុទ្ធសាសនានិងការងារមនុស្សធម៌ជាបេសកកម្មដ៏ថ្លៃថ្លានៅក្នុងជីវិតលោកបានចូលរួមកសាងនិងជួសជុលវត្តអារាមជាច្រើនព្រមទាំងឧបត្ថម្ភថវិកាបច្ច័យសម្ភារៈចាំបាច់ជាបន្តបន្ទាប់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានិងអភិរក្សមរតកវប្បធម៌ជាតិឲ្យស្ថិតស្ថេរគង់វង្សបន្ថែមពីលើការលើកស្ទួយព្រះពុទ្ធសាសនាលោកឧត្តមសេនីយ៍តូនិងភរិយាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពមនុស្សធម៌និងសប្បុរសធម៌ជាច្រើនដោយបានរួមចំណែកកសាងសាលារៀនមន្ទីរពេទ្យនិងវត្តអារាមព្រមទាំងឧបត្ថម្ភជំនួយដល់ជនចាស់ជរាគ្មានទីពឹងកុមារកំព្រាគ្រួសារក្រីក្រនិងប្រជាពលរដ្ឋដែលជួបការលំបាកនៅតាមបណ្ដារាជធានីខេត្តនានាសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តមេត្តាករុណានិងស្មារតីចែករំលែកដែលជាគុណធម៌ដ៏ប្រពៃរបស់ពុទ្ធសាសនិកជនរាល់សកម្មភាពធ្វើបុណ្យទាននិងការងារសប្បុរសធម៌ដែលលោកឧត្តមសេនីយ៍តូឡៅមីងហួតនិងក្រុមគ្រួសារបានអនុវត្តជាបន្តបន្ទាប់មិនត្រឹមតែជាការប្រមូលផ្ដុំកុសលផលបុណ្យសម្រាប់ខ្លួននិងក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អនៅក្នុងសង្គមជំរុញឲ្យសប្បុរសជននិងពុទ្ធបរិស័ទចូលរួមថែរក្សាលើកស្ទួយព្រះពុទ្ធសាសនានិងបន្តវប្បធម៌នៃការចែករំលែកដើម្បីរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែសុខដុមរមនាវឌ្ឍនភាពនិងការអភិវឌ្ឍប្រកបដោយគុណធម៌នៅក្នុងឱកាសដ៏ប្រពៃនេះលោកឧត្តមសេនីយ៍តូឡៅមីងហួតក៏បានបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជននិងសព្វសត្វទាំងឡាយព្រមទាំងសូមឲ្យប្រទេសជាតិមានសុខសន្តិភាពប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលនិងវិបុលសុខជានិច្ចនិរន្តរ៍